បត់បង្ហាញថ្មីដែលជាដើមទុនដ៏វិសេសជាកត្តាចាំបាច់និងចម្បងក្នុងការអភិវឌ្ឍកសាងនូវសមត្ថភាពបំណិនប្រសពក្នុងជីវិតរបស់បងប្អូនកូនក្មួយទៀតដែលត្រូវតែបន្តឲ្យមានវឌ្ឍនភាពជានិច្ចសមស្របជាមួយនឹងសកលភាវូបនីយកម្មដែលប្រព័ន្ធបច្ចេកវិទ្យាទំនើបសពបែបយ៉ាងកំពុងលូតលាស់នាពេលនេះអញ្ចឹងมันអាចជាបានទេអ្វីដែលយើងត្រូវកសាងគឺសមត្ថភាពខ្លួនយើងជាខាងដើមដែលថ្ងៃនេះបងប្អូនកូនក្មួយចូលទៅដើម្បីសិក្សាលក្ខណៈសម្បត្តិនៃអសដរអាចិន័យដែលជាព្រះទនំរបស់ព្រះជាក្នុងពិជ័យមហាសង្គ្រាមគឺមានលក្ខណៈសម្បត្តិ3យ៉ាងដែលក្នុងនោះទី1គឺអសដរអាចិន័យដែលបរិបូរណ៍ដោយសម្បុរទី2គឺអសដរអាចិន័យដែលបរិបូរណ៍ដោយកម្លាំងទី3អសដរអាចិន័យដែលបរិបូរណ៍ដោយសន្ទុះហើយចំណុច3យ៉ាងនេះមកកំណត់អត្តសញ្ញាណរបស់មនុស្សវិញបងប្អូនកូនក្មួយដឹងថាយ៉ាងម៉េចបរិបូរណ៍ដោយសិលនៅក្នុងទីនេះគឺជាបុគ្គលដែលមានសីលាចារវត្តមានចរិយាការប្រព្រឹត្តល្អបាទប្រក្រតីក្នុងដំណើរជីវិតទី2បរិបូរណ៍ដោយកម្លាំងគឺមានកម្លាំងឆន្ទៈឃ្លាវខ្លាពុះពៀតស៊ូព្យាយាមអង្អាចនៅក្នុងសន្តានចិត្តជាប្រក្រតីទី3គឺជាអ្នកដែលបរិបូរណ៍ដោយសន្ទុះនេះគឺសំដៅដល់ភាពឆ្លៀសប្រតិពលឆ្លៀសវៃឃ្លាវខ្លាហ្នឹងមានបញ្ញាមុតស្រួចក្នុងការចាត់ចែងសម្របសម្រួលកិច្ចការងារប្រកបដោយភាពវិឆ្លាតនេះគឺជាសភាពលក្ខណៈរបស់បុគ្គលដែលយើងត្រូវធ្វើនៅបំណិនប្រសពដ៏ពិសេសវិសាលក្នុងការប្រមាលមើលនៅបុគ្គលមានលក្ខណៈសម្បត្តិ3ប្រការនេះដែលអាចមកជាអ្នកដែលធ្វើកិច្ចការងារញ៉ាំងនៅប្រយោជន៍គ្រប់យ៉ាងក្នុងអង្គភាពការងារស្ថាប័នឬក្រុមហ៊ុនអាជីវកម្មរបស់យើងសម្រេចដោយរលូនដោយល្អមិនបារម្ភមិនព្រួយភ័យទៅតែនេះគឺជាអ្វីដែលយើងត្រូវដឹងហើយត្រូវធ្វើទុកឲ្យបានល្អទើបយើងអាចបង្កលក្ខណៈក្នុងកិច្ចការផ្សេងៗដែលយើងត្រូវបំពេញបានសម្រេចជោគជ័យដោយប្រពៃបានបាទសូមអរគុណនិងសូមអរគុណ